Hello សួស្តីអ្នកនរគ្នាសូមគមមកកាន់វីដេអូថ្មីនឹងថ្ងៃអ្នកនរគ្នាអញ្ចឹងថ្ងៃនេះខ្ញុំនៅប្រាប់អ្នកនរគ្នាបន្តពីទាក់ទងជាមួយនឹងការរៀបចំដាក់ពាក្យសម្រាប់មកសិក្សានៅប្រទេសកូរ៉េហ្នឹងហើយអញ្ចឹងឬក៏ហៅកាត់ថាហៅរបស់ GKS ដែលខ្ញុំកំពុងតែទទួលបានហ្នឹងអញ្ចឹងបន្តពីសិនមកខ្ញុំប្រាប់អ្នកនរគ្នាពីរបៀបនៃការរៀបចំ CGPA ហើយអញ្ចឹងថ្ងៃនេះខ្ញុំនឹងបន្តចំណុចតទៀតតែដោយសារចំណុចទី9និងទី10ទី11ហ្នឹងឃើញថាចំណុចហ្នឹងគឺអ្នកនរគ្នាអាចដាក់ខ្លួនឯងរៀបចំមកខ្លួនឯងបានអញ្ចឹងទៅខ្ញុំនឹងចូលទៅចំណុចមួយទៀតតាក់ទងជាមួយនឹងឯកសារដែលសំខាន់មែនតើអ្នកនរគ្នាអាហ្នឹងគឺតាក់ទងជាមួយនឹង personal statement អានេះគឺជាបទពិសោធន៍របស់ខ្ញុំនៅពេលដែលខ្ញុំសរសេរ personal statement អ្នកនរគ្នាអូខេតោះអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលវីដេអូយើងអ្នកនរគ្នាអូខេអញ្ចឹងអ្នកនរគ្នាអញ្ចឹងនៅក្នុង GKS ជាធម្មតាគេមាន guideline គេប្រាប់ឲ្យថាតើ instruction នៃការសរសេរអញ្ចឹងទៅខ្ញុំគិតថាកន្លែងនេះអ្នកនរគ្នាមើលបានប៉ុន្តែខ្ញុំចូលរឿងសាច់រឿងយើងហ្មងទៅអញ្ចឹងគេមានចំណុចដូចគ្នាតាក់ទងជាមួយនឹងការសរសេរគេមាន2 4 5ចំណុចអូខេដូចអ្នកនរគ្នាឃើញនៅលើ screen ហ្នឹងអញ្ចឹង5ចំណុចហ្នឹងគឺមានតាក់ទងជាមួយនឹងការសិក្សា background តាក់ទងមួយការរៀនបទពិសោធន៍របស់យើងដូចជាមនុស្សឬក៏កម្មវិធីអីមួយដែលធ្វើឲ្យវា influence ទៅលើខ្លួនយើងអញ្ចឹងណាហើយនឹងបើសិនបើអ្នកគ្នាទទួលបាន award ឬក៏អីហ្នឹងអ្នកគ្នាអាចដាក់នៅ line ហ្នឹងបានអញ្ចឹងបើហើយនឹងចុងក្រោយបើមានកម្មវិធីឬក៏ volunteer work ឯអ្នកគ្នាអាចដាក់បានដែរអញ្ចឹងនេះគឺជាបទពិសោធន៍របស់ខ្ញុំនៅពេលដែលខ្ញុំសរសេរអ្នកគ្នាខ្ញុំក៏អត់មាន idea ក្នុងការសរសេរដែរខ្ញុំនិយាយស្មោះត្រង់ហើយពេលដែលខ្ញុំដាក់ហ្នឹងគឺ AI អីហ្នឹងក៏វាអត់ទាន់មានទលំទលាយដល់ឥឡូវដែរអញ្ចឹងណាប៉ុន្តែខ្ញុំគ្រាន់តែចង់ share បទពិសោធន៍របស់ខ្ញុំអញ្ចឹងនៅពេលដែលខ្ញុំដាក់អ្នកនរគ្នាអញ្ចឹងដំបូងខ្ញុំមានគេមានសំណួរទាំង5ហ្នឹងអញ្ចឹងណាអញ្ចឹងនៅពេលដែលខ្ញុំដាក់គឺខ្ញុំព្យាយាមដឹកខ្លួនឯងថាតើដំបូងប៉ុន្តែជាធម្មតាអ្នកគ្នាត្រូវដឹងមួយជាធម្មតាអ្នកគ្នាអាចឆ្លើយត្រង់ទៅតើទងជាមួយនឹងeducational background របស់យើងចឹងហ្មងថាbackground នៃការរៀនរបស់យើងចឹងហ្មងអញ្ចឹងដំបូងត្រូវចាប់ផ្ដើមពីតែហេតុអ្វីបានអ្នកនរគ្នាចង់មករៀននៅប្រទេសកូរ៉េអញ្ចឹងនេះគឺជាវិធីសាស្ត្រនៅក្នុងការចាប់ផ្ដើមរបស់ខ្ញុំគឺដំបូងខ្ញុំត្រូវចាប់ផ្ដើមថាខ្ញុំប្រាប់ថាប្រទេសកូរ៉េជាប្រទេសមួយអីចឹងទៅហើយមុខជំនាញដែលខ្ញុំកំពុងតែចង់មករៀនហ្នឹងវាជា one part of our ដែលគេកំពុងតែ develop ហងៃហ្នឹងចឹងណាអ្នកគ្នាហ្នឹងហើយចឹងទៅយើងអាស្រ័យថាមិនដំបូងយើងបើក្បាលមកវាចេញមកឲ្យគេចង់មើលរបស់អ្នកនរគ្នាហ្មងឧទាហរណ៍ថាបើសិនបើអ្នកគ្នាចូលមកដល់អ្នកគ្នាថាអូខ្ញុំរៀនពីនេះរៀនពីនោះតើអ្នកគេចង់អានរបស់អ្នកគ្នាត្រូវអត់អញ្ចឹងនៅពេលដែលអ្នកគ្នាបើក្បាលមកអ្នកគ្នាត្រូវតែនិយាយថាប្រទេសកូរ៉េជាប្រទេសបែបម៉េចតើគេអភិវឌ្ឍបែបម៉េចនិយាយពី education system របស់គេធ្វើម៉េចក៏ដោយឲ្យវា relate ទៅជាមួយនឹងអ្វីដែលយើងកំពុងតែចង់មករៀនអញ្ចឹងបន្ទាប់មកអ្នកគ្នាប្រាប់ថាខ្ញុំចង់មករៀនជាមួយជាពីយ៉ាងទៅបន្ទាប់មកទៀតអ្នកគ្នានឹងចាប់ផ្ដើមអាស្រ័យទៅជាមួយនឹង background study របស់អ្នកគ្នាប្រាប់ហ្នឹងទៅបើតាមករណីខ្ញុំប្រាប់ចាប់តាំងពីថ្នាក់ទីនិយាយទៅខ្ញុំនិយាយយកតា bachelor ហ្មងព្រោះអ្នកគ្នាបើសារ bachelor ខ្ញុំ5ឆ្នាំអញ្ចឹងការងារខ្ញុំធ្វើនៅសាលាបើពិសោធន៍ការងារឬក៏អីខ្ញុំដាក់នៅក្នុងទាំងអស់ហ្មងអញ្ចឹងហើយនិយាយពីបទពិសោធន៍អញ្ចឹងកន្លែងនេះខ្ញុំសូមបើវងកញ្ចក់ដូចគ្នាជាធម្មតាអ្នកគ្នាពេលអ្នកគ្នាចង់ដាក់ master ឬក៏ដាក់ bachelor អីក៏ដោយអ្នកគ្នាត្រូវតែបង្ហាញរបស់គេប្រាប់គេថាអ្នកគ្នាធ្លាប់អ្នកគ្នាជាមនុស្សមួយដែលទៅសំទទួលអាហ្នឹងឧទាហរណ៍ថាអ្នកគ្នាដែលចូលរួមកម្មវិធី volunteer ឬក៏អីអញ្ចឹងខ្ញុំនិយាយស្មោះត្រង់តាមពិតមិនមែនការចូលរួមកម្មវិធីទាំងអស់ហ្នឹងវាមិនពិតជាផ្ដល់ផលប្រយោជន៍ខ្លាំងអីណាប៉ុន្តែវាជាចំណុចមួយដែលបង្ហាញថាអ្នកទាំងអស់គ្នាគឺជាមនុស្សមួយដែលចេះទទួលបាននៅចំណេះដឹងហើយជាផ្ដល់ឲ្យគេវិញគ្នាអញ្ចឹងណាហ្នឹងហើយអ្នកទាំងអស់គ្នាអូខេអញ្ចឹងសម្រាប់វីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងហើយបើសិនបើអ្នកគ្នាចង់ឲ្យខ្ញុំធ្វើវីដេអូនឹងតាក់ទងជាមួយ personal statement ម្ដងទៀតនឹងនិយាយឲ្យច្រើនជាងនឹងទៀតអញ្ចឹងអ្នកគ្នាអាច comment នៅក្នុងវីដេអូនេះបានអញ្ចឹងថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងបើសិនបើចូលចិត្តកុំភ្លេចជួយ like ហើយ share វីដេអូមួយនេះផងអ្នកគ្នាអញ្ចឹងថ្ងៃហ្នឹង bye bye